bà sùng phim sùng thì thường thà nơi đầm nàចូលរួមកិច្ចប្រជុំលើកនេះគឺមានកម្មវិធី4បាទកម្មវិធីទី1គឺកិច្ចប្រជុំកម្ពុជាពាក់ព័ន្ធនឹងការអភិរក្សកំណកតកបាទហៅថា Glazers Conservation នៅក្នុងនោះកម្ពុជាយើងបានចេញនៅសេចក្តីថ្លែងការណ៍ជាតិបាទដែលឆ្លុះបញ្ចាំងនឹងការគ្រប់គ្រងក្នុងការអភិរក្សកំណកតកកុំឲ្យកំណកតកហ្នឹងរលាយបាទកាលណាបើរលាយទៅកំណើនទឹកសមុទ្រនឹងកើនឡើងបាទអញ្ចឹងទេទឹកសមុទ្រនឹងជ្រាបចូលមកដល់ទៅទឹកសាបរបស់យើងធ្វើឲ្យទឹកសាបរបស់យើងភពទឹកសាបយើងកាន់តែតិចទៅទី1ទី2កាលណាកំណត់តកនឹងរលាយទៅវានឹងបង្កហានិភ័យទៅដល់ទឹកចំនួនផងបាទទៅដល់ទៅការខូចខាតច្រោះដីផងនឹងប៉ះពាល់ច្រើនទៅនឹងប្រព័ន្ធecology ប្រព័ន្ធកសិកម្មស្រោចស្រពដទៃទៀតអញ្ចឹងយើងរួមគ្នានៅពេលនេះគឺធ្វើយ៉ាងណាប្រទេសទោះបីមានកំណត់តកក៏ដោយគ្មានកំណត់តកក៏ដោយរួមគ្នាការពារអភិរក្សឲ្យបានបាទដើម្បីរក្សានៅប្រព័ន្ធ ecology ដែលជាប្រព័ន្ធដែលយើងមានស្រាប់ហ្នឹងកុំឲ្យវាប៉ះពាល់ធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុទី2យើងបានជួបទ្វេភាគីជាមួយនឹងប្រតិភូកម្ពុជាយើងបានជួបទ្វេភាគីជាមួយនឹងសមាជិកភាគីជប៉ុនអាដាមហ្វូជីបាទអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនហើយក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការទី1ទៅលើ joint mechanism ការអភិរក្សព្រៃឈើបាទទី2ទៅលើការទុកដាក់សំណល់រឹងនិងទី3ទៅលើការទុកដាក់និងគ្រប់គ្រងសំណល់ផ្លាស្ទិកបាទដែលយើងបានសហការគ្នាកន្លងមកហើយក៏បានភាគីទាំងពីរព្រមព្រៀងគ្នាបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀតជាពិសេសលើវិស័យ carbon credit ដែលជាវិស័យមួយយើងចាំបាច់ត្រូវតែធ្វើដើម្បីអភិរក្សព្រៃឈើដែលយើងមាននឹងឲ្យនៅសេសសល់តរៀងទៅតចំនួនទៅព្រោះថាព្រៃឈើនេះឯងដែលជាប្រភពតាក់ទាញនៅទឹកភ្លៀងតាក់ទាញនៅទឹកដើម្បីកម្ពុជាយើងមានការស្រោចស្រពទាំងវិស័យកសិកម្មទាំងវិស័យដទៃទៀតបាទកាលណាយើងព្រៃឈើយើងចុះថយទៅបាទចំនួនទឹកភ្លៀងបរិមាណទឹកភ្លៀងយើងក៏ចុះថយដែរអញ្ចឹងយើងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះនិងវិស័យដទៃទៀតជារួមបាទកិច្ចជំនួបទ្វេភាគីជាមួយនឹងអាដាមហ្វូជីគឺប្រព្រឹត្តទៅដោយក្តីរីករាយដោយសន្តិភាពនិយមបាទចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសពីរនិងទី3កម្ពុជាយើងប្រតិភូយើងបានចូលរួមជាមួយប្រជុំតមូលបាទក្នុងកិច្ចប្រជុំតមូលនោះគឺយើងពិភាក្សាគ្នាជំរុញការបដិញ្ញាចិត្តធ្វើយ៉ាងណាឲ្យមានមហិច្ឆតាខ្ពស់ក្នុងការរៀបចំ NDC 3.0 ហ្នឹងឲ្យមានមហិច្ឆតាខ្ពស់ក្នុងការទប់ស្កាត់ចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុបាទហើយក៏ពិភាក្សាផងដែរចំពោះការប្រើប្រាស់ថវិការបស់ Green Climate Fund បាទមូលនិធិអាកាសធាតុបៃតងថាតើមូលនិធិអាកាសធាតុបៃតងនឹងយើងត្រូវប្រើប្រាស់ឲ្យបានទាន់ពេលឬក៏ជារួមបាទបើយើងនៅតែប្រើប្រាស់ដូចពេលសប្តាហ៍នេះជាទូទៅនេះបាទគឺមិនទាន់ទេព្រោះថាប្រទេសមួយចំនួនរងគ្រោះនៅគ្រោះធម្មជាតិច្រើនបាទហើយទម្រាំតែទទួលបានថវិកាពី Green Climate Fund មកប្រើប្រាស់សម្រាប់ adaptation និង mitigation ហ្នឹងគឺយឺតយ៉ាវបាទអញ្ចឹងជំរុញឲ្យមានការអនុញ្ញាតបាទឲ្យប្រើប្រាស់ថវិកានឹងឲ្យបានលឿនបន្តិចជាមួយនឹងទាមទារឲ្យប្រទេសដែលបង្កនាំឲ្យមានការប្រែប្រួលអាកាសធាតុខ្លាំងហ្នឹងឲ្យគាត់ទទួលខុសត្រូវផងដែរបាទមិនជាកាតព្វកិច្ចគាត់ទទួលខុសត្រូវទេប៉ុន្តែសូមស្នើគាត់ទទួលខុសត្រូវចំពោះអ្វីដែលជាគាត់បានធ្វើក្នុងការផ្សាយភាយនិងកម្មវិធីទី4គឺប្រតិភូកម្ពុជាយើងបាទបានជួបជាមួយនឹងប្រតិភូដទៃទៀតច្រើនបាទដើម្បីឆ្លុះបញ្ចាំងអំពីអ្វីដែលកម្ពុជាយើងបានធ្វើបាទខ្ញុំបានផ្ដល់បទសម្ភាសន៍ផងដែរទៅនឹងទូតរបស់តាជីគីស្ថានបាទហើយក៏បានជំរាបជូន
សាធារណជននៅក្នុងអំពីដំណើរការងារបរិស្ថានរបស់កម្ពុជាយើងដែលផ្ដោតការយកចិត្តទុកដាក់ទៅលើភាពស្អាតភាពបៃតងនិងជីវភាពរបស់យើងបាទយើងជាប្រទេសភាគីបាទអញ្ចឹងទេសម្លេងយើងគឺស្មើសិទ្ធិស្មើភាពនិងស្មើនឹងសម្លេងប្រទេសដទៃទៀតដែរអញ្ចឹងក្នុងចំណោមភាគីដែលចូលទាំងអស់បាទអញ្ចឹងមានសារៈសំខាន់ណាស់សម្លេងរបស់យើងហើយយើងគ្រប់គ្រងណាបាទព្រោះកម្ពុជាយើងក៏ដូចប្រទេសដទៃទៀតដែរបាទតែងតែទទួលរងផលប៉ះពាល់ខ្លាំងបាទទោះបីជាការសាយភាយឧស្ម័នផ្ទះកញ្ចក់របស់កម្ពុជាយើងតិចក៏ដោយប៉ុន្តែការទទួលរងនៅផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនោះគឺធំស្មើគេស្មើឯងឬក៏មិនចាញ់គេចាញ់ឯងដែរទេបាទអញ្ចឹងទេវិស័យបរិស្ថានជារួមគឺជាវិស័យសកលបាទចាំបាច់ត្រូវមានការចូលរួមទាំងអស់គ្នាហើយកម្ពុជាកំពុងតែចូលរួមយ៉ាងសកម្មជាទីបំផុតបាទខ្ញុំសូមអរគុណណាស់សំណួរនេះគឺជាសំណួរមួយដែលខ្ញុំសូមធ្វើការអត្ថបទឲ្យបានវែងបន្តិចដើម្បីងាយស្រួលក្នុងការយល់បាទអង្គការសហជីវជាតិយើងគាត់កន្លងមកគាត់បានឃើញថានៅក្នុងពិភពលោកយើងនេះគឺមានការប្រែប្រួលអាកាសធាតុបាទកម្ដៅកើនឡើងបាទជាបន្តបន្ទាប់ហើយការកើនឡើងនេះសោតបាននាំមកនៅគ្រោះមហន្តរាយច្រើនបាទដល់ប្រទេសដែលគ្នាកំពុងតែអភិវឌ្ឍដែលប្រទេសដែលគ្នាពុំបានធ្វើការសាយភាយច្រើនអញ្ចឹងទេអង្គការសហជីវជាតិក៏បានរៀបចំធ្វើឲ្យមានកិច្ចព្រមព្រៀងនេះឡើងបាទហៅថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុនឹងជារួមមាន4ចំណុចដែលសំខាន់នោះគឺមាត្រា6មាត្រា6ហ្នឹងគឺមានមាត្រា 6.1 មាត្រា 6.1 ហ្នឹងគឺផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិរក្សធនធានធម្មជាតិដែលប្រទេសនីមួយៗមានបាទហើយការអភិរក្សនឹងសោតទៀតបាទកាលណាយើងអភិរក្សបានហើយយើងទទួលបានកបោនដែលព្រៃឈើរបស់យើងស្រូបយកមកពីបរិយាកាសនឹងការដែលស្រូបយកមកបានហើយយើងនឹងកណនាមានភ្នាក់ងារឯករាជ្យមួយហៅថា Vera ឬក៏ Gold Standard គាត់បញ្ជាក់ថាតើព្រៃឈើនឹងដែលយើងការពារដែលយើងអភិរក្សនឹងមានកបោនអាចស្រូបបានកបោនប្រមាណតោនមួយឆ្នាំដល់ពេលដែលកណនាបានហើយចំនួននឹងគេនឹងកត់ត្រាទុកនៅក្នុងប្រព័ន្ធមួយដែលអង្គការសហជីវជាតិទទួលស្គាល់ហើយចំនួនកបោននឹងគេយកមួយយ៉ាងយកមកប្រៀបធៀបជាមួយនឹងការសាយភាយរបស់កបោនកម្ពុជាយើងថាយើងប្រើយានយន្តប្រើរោងចក្រនឹងថាតើកបោនដែលសាយភាយចេញនឹងកបោនដែលស្រូបយកដោយព្រៃឈើរបស់យើងនឹងមានតុល្យភាពឬអត់កាលណាមានតុល្យភាពគេនឹងសន្មតថាកម្ពុជាយើងមានអព្យាក្រឹតកបោនហើយអញ្ចឹងអាហ្នឹងហើយកបោននឹងសោតទៀតតតែភ្នាក់ងារពីរហ្នឹងគាត់មកសិក្សាកណនីឲ្យយើងបានទទួលស្គាល់ដោយអង្គការសហជីវជាតិអញ្ចឹងទេដើម្បីកម្ពុជាឈានឆ្ពោះទៅប្រទេសអព្យាក្រឹតកបោនយើងត្រូវមានព្រៃឈើដែលស្រូបយកកបោនមានតុល្យភាពជាមួយនឹងកបោនដែលសាយភាយចេញមកអានោះទី1ដើម្បីរក្សាកបោនដែលយើងមាននឹងទៀតបាទមានការលើកទឹកចិត្តអំពីក្រុមហ៊ុនបាទដែលគាត់ស្រឡាញ់បរិស្ថានហ្នឹងគាត់មានសិទ្ធិទិញកបោនដែលយើងមានហ្នឹងប៉ុន្តែសូមបញ្ជាក់ថាមាត្រា 6.1 នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងលក់កបោនហ្នឹងមែនប៉ុន្តែកបោនហ្នឹងមិនមែនលក់ឲ្យផ្ទេរទៅប្រទេសក្រៅទេកបោនហ្នឹងគេឲ្យលុយយើងដើម្បីយកមកថែរក្សាកបោនហ្នឹងឲ្យទុកឲ្យថេរនៅកម្ពុជាយើងហើយរាប់ចូលក្នុង NDC ដែលខ្ញុំនិយាយមិញហ្នឹង NDC និយាយវែងបន្តិចប៉ុន្តែអាខ្លីគឺជាទូទាត់ជាមួយនឹងកបោនសាយភាយនឹងអាការសាយភាយរបស់យើងហ្នឹងអញ្ចឹងមាត្រា 6.1 ហ្នឹងគឺអង្គការសហជីវជាតិកិច្ចព្រមព្រៀងទីក្រុងប៉ារីសរៀបចំមកគឺដើម្បីធ្វើយ៉ាងណាលើកទឹកចិត្តយើងឲ្យយើងអភិរក្សថែរក្សាកបោនហ្នឹងសម្រាប់ឈានឆ្ពោះទៅអព្យាក្រឹតកបោនផងដើម្បីទទួលបានលុយអំពីក្រុមហ៊ុនដែលគេទិញផងអាការទិញហ្នឹងពាក្យប្រើថាទិញហ្នឹងទិញខុសបាទតាមពិតមិនទិញទេគាត់ឲ្យលុយយើងមកអភិរក្សហើយអ្វីដែលគាត់ចង់បាននោះគឺឈ្មោះគាត់ថាហេក្រុមហ៊ុនរបស់ខ្ញុំបានជួយកម្ពុជាអភិរក្សព្រៃប៉ុណ្ណឹងបាទហើយបានកបោនប៉ុណ្ណឹងប៉ុន្តែកបោននោះខ្ញុំទុកជូនកម្ពុជាទេខ្ញុំអត់ប៉ះពាល់ទេនេះគឺជាគេហៅថា voluntary market បាទ voluntary market ហ្នឹងគឺជាមាត្រា 6.1 មាត្រា 6.2 បាទអង្គការសហជីវជាតិអាហ្នឹងព្រៃឈើរបស់យើងត្រូវតែរក្សារបស់យើងមិនអាចផ្ទេរទៅស្រុកក្រៅទេជាទុនធានទ្រព្យសម្បត្តិធម្មជាតិរបស់យើងរក្សានៅកម្ពុជាដាច់ខាតមិនឲ្យចេញបាទ
មេត្រា6.2នោះគឺការជំរុញឲ្យប្រទេសនីមួយៗនឹងប្រើប្រាស់ឧបករណ៍ដែលកាត់បន្ថយការសាយភាយឧទាហរណ៍ដូចជាឡានអគ្គិសនីម៉ូតូអគ្គិសនីជាដើមលាក់នឹងលាក់បាទចំពោះមាត្រា 6.2 នេះបាទនៅពេលដែលក្រុមហ៊ុនគាត់មកវិនិយោគនៅកម្ពុជាសង់រោងចក្រអគ្គិសនីឡានអគ្គិសនីឧទាហរណ៍ឬក៏ម៉ូតូអគ្គិសនីនៅកម្ពុជាគាត់នឹងជួយកាត់បន្ថយព្រោះកាលណាប្រើអគ្គិសនីនឹងកាត់បន្ថយការសាយភាយហើយការសាយភាយហ្នឹងគេនឹងកណនាថាតើកាបូនសាយភាយកាត់បន្ថយការសាយភាយនឹងប៉ុន្មានតោនអញ្ចឹងហើយកត្តាហ្នឹងអា 6.2 នឹងឯងដែលក្រុមហ៊ុនគេវិនិយោគហើយគេអាចមានសិទ្ធិផ្ទេរអាកាបូនដែលគេកាត់បន្ថយទៅក្រុមហ៊ុនគេដទៃទៀតនៅក្រៅប្រទេសបានព្រោះហេតុអីព្រោះថាអាកាបូនហ្នឹងបានឡើងដោយសាររោងចក្ររបស់គាត់ដាក់ទុនបាទគាត់វិនិយោគហើយគាត់បានហើយគាត់ផ្ទេរទៅកន្លែងដែលគាត់សាយភាយដទៃទៀតនិយាយរួមជាកាបូនរបស់គាត់ប៉ុន្តែគាត់អត់ផ្ទេរទៅទាំងអស់ទេតាមមាត្រា 6.2 ហ្នឹងគេឲ្យមកកម្ពុជាប្រមាណភាគរយកាបូនហ្នឹងដើម្បីរក្សាទុកនៅកម្ពុជាយើងឲ្យកម្ពុជាយើងបូកបញ្ចូលជាមួយកាបូនដែលយើងមានពីព្រៃឈើហ្នឹងទូទាត់ជាមួយនឹងការសាយភាយរបស់យើងបាទអញ្ចឹងអាហ្នឹងមាត្រា 6.2 ហ្នឹងគឺបើកចំហកន្លែងនឹងឯងហើយការផ្ទេរផ្ទូកាបូនគឺតែកាបូនដែលគេវិនិយោគរោងចក្រដែលគេវិនិយោគគេផលិតបានទេអត់មានប៉ះពាល់ជាមួយរបស់យើងទេអាហ្នឹង 6.2 6.4 បាទ 6.4 ហ្នឹងគឺពាក់ព័ន្ធនឹងការងារដែលយើងធ្វើឧទាហរណ៍នៅឆ្នាំ2023នៅពេលដែលសម្ដេចទឹកដីឡើងជានាយករដ្ឋមន្ត្រីព្រាមសម្ដេចបានចាត់វិធានការទប់ស្កាត់បាទការកាប់ឈើការឈូសឆាយដីយកឈើបានជោគជ័យបាទបានជោគជ័យដោយសារភាពជោគជ័យនឹងឯងបាទនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2023ហ្នឹងកម្ពុជាយើងត្រូវបានអនុញ្ញាតឲ្យក្រុមហ៊ុន Vera និង Gold Standard មកបញ្ជាក់ថាយើងមានកាបូនប្រមាណពីព្រៃឈើរបស់យើងដែលយើងអាចលក់ទៅឲ្យក្រុមហ៊ុនដើម្បីរក្សាស្តុកទូទាត់ជាមួយនឹងការសាយភាយរបស់យើងប៉ុន្តែអ្វីដែលជាកត្តាសំខាន់ភាពជោគជ័យរបស់យើងជាមួយនឹងកណ្ដាប់ដៃដែករបស់សម្ដេចមហាវត្តធិបតីជាមួយនឹងវិធានការ4ចំណុចរបស់ក្រសួងបរិស្ថានអង្គការសហប្រជាជាតិទទួលស្គាល់ថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់យើងអញ្ចឹងអា 6.4 ហ្នឹងគេឲ្យរង្វាន់កាលណាយើងគ្រប់គ្រងបានគេឲ្យរង្វាន់អាហ្នឹងគេហៅថា result based payment បាទរង្វាន់ហ្នឹងទៀតនៅឆ្នាំ2024នេះកម្ពុជាយើងទទួលបាន$40 លានមូលនិធិអាកាសធាតុបៃតងគាត់ទុក$40 លានសម្រាប់កម្ពុជាមានប្រទេសតែ3ទេដែលទទួលបានជោគជ័យបាទប្រទេសកម្ពុជា1ប្រទេសឥណ្ឌូនេស៊ី2និងប្រេស៊ីល3ប្រទេសហ្នឹងទាំងអស់លុយប្រហែលជា$300 លានប៉ុន្តែកម្ពុជាយើងបាន$40 លានជាប្រទេសដ៏តូចមួយតូចជាងគេបើយើងប្រៀបធៀបប្រទេសឥណ្ឌូនេស៊ីប្រទេសនិងប្រេស៊ីលប៉ុន្តែជាមិនជាអកុសលទេវាជំហានឈ្មោះទៅហើយបាទ$40 លានហ្នឹងខ្ញុំក្រសួងបរិស្ថានទៅយកអត់បានទេរដ្ឋាភិបាលកម្ពុជាយកអត់បានទេព្រោះយើងមិនមែនជា accredited entity យើងមិនមែនជាអង្គភាពមានសម្បទាតើយើងមានសម្បទាបានយើងទៅយកបានលុយហ្នឹងអញ្ចឹងដើម្បីយកលុយឲ្យ$40 លានហ្នឹងបានយើងដាច់ខាតត្រូវតែពឹងផ្អែកអង្គការសហប្រជាជាតិ UNDP ឬក៏ដៃគូដទៃទៀតទៅយកលុយរបស់យើងនឹងយកមកប្រើអានេះខ្ញុំចង់និយាយថាអកុសលត្រង់ហ្នឹងឯងបាទមានលុយយកវាមិនបានស្រក់ទឹកមាត់អញ្ចឹងទេលុយហ្នឹងបានឆ្នាំទៅយើងយកបានហើយមិនទាន់យកបានថាគេឲ្យយើងហើយតម្កល់ទុកឲ្យយើងហើយឥឡូវកំពុងតែធ្វើការជាមួយអង្គការសហប្រជាជាតិ UNDP ជាមួយនឹងដៃគូដទៃទៀតដើម្បីយកលុយនឹងមកថែទាំដាំដើមឈើឡើងវិញបាទអាលុយហ្នឹងគេយើងការពារបានហើយគេឲ្យយើងពង្រីកបាទពង្រីកអាភាពបៃតងរបស់យើងហ្នឹងឯងកូនឈើយើងខំធ្វើមួយឆ្នាំចែក1លាន3សែនដើមមួយឆ្នាំចែក3លានដើមគាត់អរណាស់គាត់សប្បាយចិត្តណាស់គាត់ឲ្យអាហ្នឹង$40 លានមកឥឡូវយើងកំពុងតែធ្វើការយកលុយហ្នឹងមកជាមួយគ្នានឹងដែរយើងកំពុងតែពង្រឹងខ្លួនយើងឲ្យទៅជាអង្គភាពមានសម្បទាយើងមានក្រុមប្រឹក្សាអភិវឌ្ឍន៍ប្រជាភាព
ដាច់ខាតយើងត្រូវបង្កើតអគ្គលេខាធិការដ្ឋានក្រមរក្សាប្រវត្តិជីវភាពដើម្បីលេខាការដ្ឋានហ្នឹងនឹងខ្លាយខ្លួនទៅជាអង្គភាពមានសម្បត្តិហេតុអីសួរថាហេតុអីបានមិនឲ្យនាយកដ្ឋានអគ្គនាយករបស់ក្រសួងខ្លាយខ្លួនទៅជាអង្គភាពមានសម្បត្តិទៅថាអត់បានទេដោយសារអង្គភាពមានសម្បត្តិហ្នឹងចាំបាច់ត្រូវការធ្វើសវនកម្មដោយសវនករឯករាជ្យជាប្រចាំបើយើងជាអង្គភាពរបស់រដ្ឋគេមកធ្វើសវនកម្មអង្គភាពរបស់រដ្ឋរបស់យើងអត់ត្រូវខុសបាទអញ្ចឹងយើងត្រូវមានអង្គភាពឯករាជ្យមួយរបស់យើងជាអគ្គលេខាធិការក្រមប្រឹក្សាប្រវត្តិជីវភាពហ្នឹងដើម្បីឲ្យគេមក audit មើលចុះបាទធ្វើសវនកម្មចុះជាប្រចាំឆ្នាំបាទយើងអត់បារម្ភទេការគ្រប់គ្រងរបស់យើងសមត្ថភាពកម្ពុជាយើងមានបាទយើងរៀនសូត្រចេះច្រើនហើយដំណាក់កាលនេះគឺជាខ្ញុំថាដំណាក់កាលកន្លងមកជាដំណាក់កាលអន្តរកាលឥឡូវយើងកំពុងឈានឆ្ពោះទៅពង្រឹងឯករាជ្យភាពរបស់យើងមានលុយហើយយកមកប្រើប្រាស់ខ្លួនយើងមិនបាច់ខ្ចីនឹងខាងគេដកនេះគឺជាអ្វីដែលក្រសួងបរិស្ថានកំពុងធ្វើហើយយើងបានកំពុងតែរៀបចំដាក់ចេញនៅអ្វីដែលហៅថាយុទ្ធសាស្ត្រការទូតបរិស្ថានយុទ្ធសាស្ត្រការទូតបរិស្ថានហ្នឹងគឺយើងដាក់ចេញទៅរៀបចំខ្លួនយើងប្រាប់គេថាខ្ញុំសមត្ថភាពខ្ញុំអញ្ចឹងខ្ញុំទាំងអស់គ្នាទាំងគ្រប់ស្ថាប័នទាំងអស់ចេញទៅគឺយើងមានសមត្ថភាពទាំងអស់គ្នាដើម្បីភាពឯករាជ្យរបស់យើងភាពម្ចាស់ការរបស់យើងបាទសមត្ថភាពរបស់យើងមានអញ្ចឹង 6.4 អាហ្នឹងបាទយើងធ្វើបានល្អគេឲ្យរង្វាន់ហើយយើងឥឡូវកំពុងដាក់ចដាឡើងយកអត់ហុចដៃទៅយកចេះដាក់ចដាតោងឡើងយកខ្ញុំបានជួបជាមួយនឹងអគ្គនាយកប្រតិបត្តិរបស់អង្គការមូលនិធិបៃតងហើយបាទមូលនិធិអាកាសធាតុបៃតងហើយគាត់នឹងជួយយើងក្នុងរយៈពេល2ឆ្នាំគាត់ជួយយើងឲ្យបានខ្លាយខ្លួនទៅជាអង្គភាពនិងសម្បត្តិប៉ុន្តែឥឡូវហ្នឹងយើងឯកសារក៏បានច្រើនដែរបាទគ្រប់អរគុណអាដាមបពហ៊ុនម៉ាណីណាបាទគាត់បានកំពុងតែជំរុញជួយការងារនឹងដែរបាទធ្វើម៉េចឲ្យក្រសួងបរិស្ថានយើងមានអគ្គលេខាការដ្ឋានក្រមប្រឹក្សាប្រវត្តិជីវភាពដើម្បីឲ្យអគ្គហ្នឹងយើងលើករុញអគ្គហ្នឹងឲ្យទៅជាអង្គភាពមានសម្បត្តិហើយយកលុយរបស់យើងបាទដែលគេទុកឲ្យយើងយកមកប្រើប្រាស់លើវិស័យយុទ្ធសាស្ត្របៃតងរបស់យើងបាទ 6.8 ទាំងអស់វាមាន 4 6.1 6.2 6.4 6.8 ហ្នឹងបាទទូលំទូលាយនៅពេលដែលយើងខ្លាយខ្លួនទៅជាអង្គភាពមានសម្បត្តិហើយយើងអាចយកលុយមិនត្រឹមតែលុយរង្វាន់ទេបាទឧទាហរណ៍ក្រសួងកសិកម្មត្រូវការយកមកធ្វើអីក្រសួងសាធារណការយកទៅអីសូមជំរាបជូនថាក្នុងវិស័យការប្រែប្រួលអាកាសធាតុយើងមាន6ផ្នែកដែលបង្កហានិភ័យដែលជំរុញឲ្យមានការប្រែប្រួលអាកាសធាតុវិស័យទី1គឺវិស័យឧស្សាហកម្មបាទអញ្ចឹងទេក្រសួងឧស្សាហកម្មសហការជាមួយអង្គភាពមានសម្បត្តិយើងយកថវិកាមូលនិធិបៃតងវិស័យធម្មពលបាទវិស័យកសិកម្មបាទវិស័យព្រៃឈើវិស័យគីមីនិងវិស័យសំណល់រឹងវិស័យទាំងនេះគឺសុទ្ធសឹងជាវិស័យដែលនាំឲ្យការសាយភាយឧស្ម័នផ្ទះកញ្ចក់នាំឲ្យការកកើតឡើងកម្ដៅហើយមូលនិធិអាកាសធាតុបៃតងគាត់មួយឆ្នាំគាត់គៀគោលុយ$100,000 លានបាទដើម្បីយកមកឲ្យប្រទេសកំពុងអភិវឌ្ឍមកប្រើប្រាស់ជួយទប់ស្កាត់ការសាយភាយឧស្ម័នផ្ទះកញ្ចក់ហ្នឹងអញ្ចឹង6វិស័យហ្នឹងដល់ពេលដែលយើងខ្លាយទៅជាអង្គភាពមានសម្បត្តិហើយយើងអាចយកថវិកាដោយមិនមានការប្រាក់មកប្រើប្រាស់បាទមកប្រើប្រាស់សម្រាប់វិស័យទាំង6ហ្នឹងសួរថាសំខាន់ទេអា 1.5 degree អង្សាសេហ្នឹងសំខាន់ណាស់កាលណាយើងកម្ដៅកើនឡើងលើសពី 1.5 ហ្នឹងទៅបាទកំណត់តករលាយកាន់តែខ្លាំងឡើងបាទកាលណាកំណត់តករលាយកាន់តែខ្លាំងទឹកសមុទ្រឡើងទឹកសមុទ្រហូរចូលក្នុងទឹកទឹកស្អាតរបស់យើងបាទនឹងនាំឲ្យយើងខ្វះខាតនៅទឹកប្រើប្រាស់បាទអាហ្នឹងទី1ទី2កាលណាកម្ដៅកើនខ្លាំងឡើងព្រៃឈើរបស់យើងក៏អត់គង់ដែរព្រោះវាក្តៅពេកបាទ biodiversity របស់យើងក៏អត់នៅដែរសូម្បីតែយើងគ្រប់គ្នាក៏បាក់រួចដែរនៅពេលដែលកម្ដៅក្តៅពេកចូលយើងចេញទៅធ្វើកសិកម្មខាងក្រៅបាទក្តៅពេកធ្វើអត់កើតដែរហើយដំណាំកសិកម្មយើងក៏ប៉ះពាល់និយាយរួមកាលណាកម្ដៅឡើងលើស1
ក្បៀស5អង្សាសេធៀបទៅនឹងកម្ដៅនៃចំនួនបដិវត្តឧស្សាហកម្មទី1នោះយើងនឹងជួបបញ្ហាធ្ងន់បាទបញ្ហានោះធ្ងន់ធ្ងរខ្លាំងដែលយើងមិនអាចទ្រទ្រង់បានអញ្ចឹងទេឥឡូវនឹងយើងកំពុងតែនាំគ្នាទេវទូទាំងពិភពលោកនឹងគ្រប់ប្រទេសដែលជាភាគីហ្នឹងបាទទប់ស្កាត់រៀងខ្លួនធ្វើការរៀងខ្លួនដើម្បីជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុហ្នឹងការឡើងកម្ដៅលើក1.5 ដឺក្រេអង្សាសេហ្នឹងហើយក៏មានដែរកាលពីកិច្ចប្រជុំឆ្នាំទៅនៅប្រទេសអាហ្សាប៊ៃសានបាទក្រោយមកក៏មានការព្រួយផ្ដើមគៀកោថវិការហូតដល់1.3 លានដុល្លារដើម្បីធ្វើការយកមកជួយប្រទេសអភិវឌ្ឍកំពុងអភិវឌ្ឍជួយទប់ស្កាត់ផងនិងដោះស្រាយបញ្ហាដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុផងបាទអញ្ចឹងទេការងារធំការងារអន្តរជាតិហើយក្រសួងបរិស្ថានយើងសកម្មណាស់បាទគ្រប់ទិសដៅគ្រប់មុខព្រួយទាំងអស់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុពាក់ព័ន្ធនឹង biodiversity ពាក់ព័ន្ធនឹងការរិចរិលដីប្រើប្រាស់វិស័យផ្សេងបាទ